ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ Channel Cambo New ម្ដងទៀតថ្ងៃនេះដែរយើងខ្ញុំនឹងលើកយកអត្ថបទសុខភាពមួយមកចែកជូនពុកម៉ែបងប្អូនគ្រាន់ជាចំណេះដឹងដែលអត្ថបទនោះគឺតាក់ទងទៅនឹងការជក់បារីវីដេអូភាគច្រើននិយាយតែម្យ៉ាងគត់គឺថាការជក់បារីគឺមិនល្អចំពោះសុខភាពឡើយយើងទាំងអស់គ្នាដឹងជារឿយៗហើយថាវាអាក្រក់ខ្លាំងណាស់សម្រាប់សុខភាពតើហេតុអ្វីបានជាមនុស្សជាង 1000 លាននាក់នៅតែបន្តជក់វាថ្ងៃនេះយើងនឹងមកពិភាក្សាគ្នាដោយស្មោះត្រង់អំពីការពិតនៃការជក់បារីទាំងអ្វីដែលអ្នកជក់យល់ថាជាចំណុចល្អនិងផលវិបាកដ៏ធ្ងន់ធ្ងរដែលវាផ្ដល់ឲ្យរាងកាយរបស់អ្នកផ្នែកទី1នោះគឺចំណុចល្អក្នុងក្រសែផ្នែកអ្នកជក់មនុស្សកំពុងអង្គុយសម្រាកជជែកគ្នាឬជក់បារីដើម្បីកាត់បន្ថយភាពតានតឹងយើងត្រូវនិយាយដោយត្រង់ទៅត្រង់មកមនុស្សជក់បារីមិនមែនដោយសារពួកគេចង់ឈឺនោះទេប៉ុន្តែដោយសារអារម្មណ៍ដែលពួកគេទទួលបាននៅពេលនោះទី1នោះគឺការកាត់បន្ថយភាពតានតឹងជាតិស្អិតនីកូទីនចូលទៅដល់ខួរក្បាលត្រឹមតែ7 វិនាទីប៉ុណ្ណោះហើយបញ្ចេញសារធាតុដូផាម៉ាញដែលធ្វើឲ្យអ្នកមានអារម្មណ៍ធូរស្រាលភ្លាមៗចំណុចទី2នោះគឺការផ្ដោតអារម្មណ៍វាជួយឲ្យអ្នកមានអារម្មណ៍ថាស្វាងនិងជួយទប់ស្កាត់ការឃ្លានអាហារមួយរយៈចំណុចទី3ទំនាក់ទំនងសង្គមសម្រាប់មនុស្សជាច្រើនការជក់បារីគឺជាការចូលរួមចំណោមមិត្តភ័ក្តិឬជាពេលសម្រាប់ជជែកគ្នាប៉ុន្តែការពិតនៅពីក្រោយការធូរស្រាលនោះគឺគ្រាន់តែជាការបំបត្តិអាការៈឃ្លានបារីប៉ុណ្ណោះចំពោះផ្នែកទី2នោះគឺផលវិបាកសារធាតុគីមី 7000 ប្រភេទការចំណាយប្រាក់និងជំងឺមហារីកឥឡូវយើងមកមើលផលវិបាកវិញម្ដងវាមិនមែនត្រឹមតែការអស់ប្រាក់នោះទេបើទោះបីជាក្នុងឆ្នាំ2026នេះការជក់បារីមួយថ្ងៃមួយកញ្ចប់អាចធ្វើឲ្យអ្នកខាត់បង់ប្រាក់រាប់ពាន់ដុល្លារក្នុងមួយឆ្នាំក៏ដោយក្នុងខ្លួនរបស់អ្នករាល់ការដកដង្ហើមស្រូបផ្សែងបារីចូលគឺអ្នកកំពុងនាំយកសារធាតុអាសេនិកនិងកាបូនម៉ូណូអុកស៊ីតទៅក្នុងសួតវាមិនមែននៅត្រឹមសួតនោះទេតែវាជ្រាបចូលក្នុងឈាមហើយធ្វើដំណើរទៅគ្រប់សរីរាង្គទាំងអស់ការបាត់បង់សេរីភាពអ្វីដែលអាក្រក់បំផុតគឺការបាត់បង់សេរីភាពលើខ្លួនឯងការដែលត្រូវដើរតាមការបញ្ជារបស់ការឃ្លានរៀងរាល់45នាទីម្ដងមិនមែនជាជម្រើសរបស់អ្នកទេវាគឺជាការជួបជំពាក់មនុស្សហាត់ប្រាណរត់ឬញញឹមដោយភាពស្រស់ថ្លាប៉ុន្តែការពិតដែលសំខាន់បំផុតនោះគឺរាងកាយរបស់អ្នកគឺជាម៉ាស៊ីនដ៏អស្ចារ្យដែលអាចព្យាបាលខ្លួនឯងបានត្រឹមតែ20នាទីក្រោយឈប់ជក់ចង្វាក់បេះដូងរបស់អ្នកនឹងវិលមកធម្មតាវិញ12ម៉ោងក្រោយមកជាតិពុលកាបូនម៉ូណូអុកស៊ីតនឹងចាក់ចេញពីឈាមរបស់អ្នកក្នុងរយៈពេល1ឆ្នាំហានិភ័យនៃជំងឺគាំងបេះដូងនឹងថយចុះពាក់កណ្ដាលបារីគឺជាការភូតរយៈពេលខ្លីដើម្បីដោះដូរជាមួយនឹងការខាត់បង់រយៈពេលវែងបើអ្នកកំពុងព្យាយាមឈប់អ្នកមិនមែនគ្រាន់តែលះបង់ទម្លាប់អាក្រក់នោះទេប៉ុន្តែអ្នកកំពុងយកពេលវេលាប្រាក់កាសនិងសុខភាពរបស់អ្នកត្រឡប់មកវិញសូមអរគុណសម្រាប់ការទស្សនាបើអ្នកមានបទពិសោធន៍ឈប់ជក់បារីបានដោយជោគជ័យសូមចែករំលែកក្នុងខមមិនដើម្បីជាកម្លាំងចិត្តដល់អ្នកដទៃ